ជ្រាបលាជំរាបសួរលោកគ្រូនេះខ្ញុំគឺវនីតាមកពីក្រុម SU15 ហើយនេះគឺជាវីដេអូទី3ដែលខ្ញុំប្រើប្រាស់ command line ដើម្បីមកធ្វើលំហាត់ទៅគ្រូបានដាក់ឲ្យហ្នឹងហើយដោយសារតែអាទី1ហ្នឹងគឺគ្រូឲ្យយើងប្រើប្រាស់ case to show content of file with line number ដោយយើងប្រើប្រាស់ command ដោយយើងប្រើប្រាស់ទៅលើ command cat/etc/rsh/rshd.config ហើយ enter ហើយចូលដល់លំហាត់ទី2គឺយើងប្រើ command free.hash ហើយ enter ចូលមកដល់ command ទី3គឺយើងប្រើ command top command ទី4 find .size percent ME ហើយមកដល់ទី5យើង command GOP .o.w double quote error /y/log command ទី6 awk.f print /etc/passwd ហើយដល់ទី3បានមកដល់ទីបញ្ចប់ជ្រាបលាលោកគ្រូ and thanks for watching this video